តើប្រិយមិត្តមានធ្លាប់ឆ្ងល់ទៀតថាហេតុអ្វីថៃមិនហ៊ានឆ្លើយចំពោះភូមាដោយអ្វីដែលខ្លួនបានកំពុងតែធ្វើដាក់កម្ពុជាជាគោលលទ្ធិជាតិនិយមក្នុងបរិបទនយោបាយនិងយោធានៃតំបន់អាស៊ីអាគ្នេយ៍ប្រទេសថៃតែងតែព្យាយាមបង្ហាញខ្លួនថាជាមហាអំណាចតំបន់ដែលមានឥទ្ធិពលខ្លាំងក្លាជាងគេទាំងផ្នែកសេដ្ឋកិច្ចទាំងកម្លាំងកងទ័ពប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេតែសង្កេតឃើញនៅភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃអរិយាប័ត្ររបស់ក្រមយោធាថៃចំពោះប្រទេសជិតខាងទាំងពីរគឺភូមានិងកម្ពុជាដែលបានបង្កឲ្យមានការជជែកដេញដោលយ៉ាងខ្លាំងពីសំណាក់អ្នកតាមដានស្ថានភាពភូមិសាស្ត្រនយោបាយអន្តរជាតិដោយដែលយើងបានឃើញចំពោះប្រទេសកម្ពុជាយោធាថៃតែងតែបង្ហាញពីអរិយាប័ត្ររឹងត្អឹងប្រហើននិងត្រៀមខ្លួនប្រើប្រាស់កម្លាំងបាយចនិចនៅពេលណាដែលមានចំនួនព្រំដែនម្ដងដោយដែលបានស្ដែងយ៉ាងច្បាស់តាមរយៈសង្គ្រាមកាលពីឆ្នាំ2008និងជាពិសេសគឺក្នុងឆ្នាំ2025នេះភាពប្រហើននេះជារឿយៗត្រូវបានគេមើលឃើញថាជាការបង្ហាញសេចក្ដីយោធានិងផលប្រយោជន៍នយោបាយផ្ទៃក្នុងរបស់បកពួកយោធាថៃផ្ទាល់ដែលពួកគេយល់ឃើញថាកម្ពុជាគឺជាគោលដៅងាយស្រួលក្នុងការដាក់សម្ពាធផ្ទុយស្រឡះពីសកម្មភាពដែលបានធ្វើដាក់កម្ពុជានៅពេលប្រឈមមុខម្ដងជាមួយនឹងភូមាវិញយោធាថៃបែរប្រាជាបង្ហាញនូវភាពអត់ធ្មត់ភាពទន់ភ្លន់និងការប្រុងប្រយ័ត្នខ្ពស់បំផុតដែលជួនកាលមើលទៅដូចជាការញញើតញញឹមទៅវិញទោះបីជាមានករណីយន្តហោះចម្បាំងរបស់ភូមាហោះចូលរំលោភដែនអាកាសឬការបាញ់ប្លង់គ្រាប់កំភ្លើងធំធ្លាក់ចូលទៅទឹកដីថៃបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតពលរដ្ឋខ្លួនយ៉ាងណាក៏ដោយក៏មេទ័ពថៃតែងជ្រើសរើសនៅផ្លូវដោះស្រាយតាមការចរចាដោយសន្តិវិធីនិងការសម្របសម្រួលជានិច្ចអរិយាប័ត្រស្តង់ដារពីរនេះគឺមិនមែនកាលឡើងដោយចៃដន្យឡើយប៉ុន្តែរឿងរ៉ាវប្រវត្តិសាស្ត្រដ៏ជូរចត់នៃអាណាចក្រអយុធ្យាសមត្ថភាពប្រយុទ្ធជាក់ស្ដែងរបស់កងទ័ពភូមាដែលជោគជាប់នៅភ្លើងសង្គ្រាមរហូតដល់ការពឹងផ្អែកស្ទើរតែទាំងស្រុងលើសន្តិសុខធម្មពលពីភូមាទៅតើដែលបានធ្វើឲ្យថៃមិនហ៊ានប្រហើនតទៅសោះជាមួយនឹងភូមាក្នុងវីដេអូនេះខ្ញុំនឹងបកស្រាយពីបុព្វហេតុគន្លឹះនិងរសើបមួយចំនួនដែលជាកត្តាធ្វើឲ្យថៃតែងតែខ្លាចនឹងធម្មពលយោធារបស់ភូមាយ៉ាងដូចនេះបុព្វហេតុដំបូងបង្អស់ដែលធ្វើឲ្យយោធាថៃមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនជាតិភូមាគឺដោយសារតែសាមរបួសនៃប្រវត្តិសាស្ត្រក្នុងសៀវភៅប្រវត្តិសាស្ត្រនិងមនោគមវិជ្ជាយោធារបស់ថៃភូមាមិនមែនជាអ្នកជិតខាងធម្មតានោះទេប៉ុន្តែគឺជាសត្រូវសួរពូជត្បិតភូមាធ្លាប់បានច្បាំងvớiគំនិតអាណាចក្រអយុធ្យាឲ្យរលំរលាយបាត់រូបរាងដល់ទៅ2លើកហើយការដួលរលំក្រុងអយុធ្យាលើកទី2គឺជាការចងចាំដ៏ឈឺចាប់បំផុតសម្រាប់ជនជាតិថៃដោយសារតែភូមាបានដុតបំផ្លាញទីក្រុងទាំងមូលនិងប្រមូលយកកេតនភណ្ឌដែលខ្លួនធ្លាប់បានប្លន់យកពីអាណាចក្រអង្គរទៅអស់ដែលព្រឹត្តិការណ៍នេះត្រូវបានគេយកមកបង្រៀនក្នុងសាលាថៃគ្រប់ជំនាន់លទ្ធិចិត្តសាស្ត្រនេះបានបង្កើតជាការគោរពលាយឡំនឹងការខ្លាចរអាក្នុងក្រសែនៃសតិអារម្មណ៍របស់មេដឹកនាំថៃគេតែងតែមើលឃើញភូមាថាជាប្រទេសដែលមាន DNA ជាអ្នកចម្បាំងដ៏ខ្លាំងក្លានិងសាហាវឃោឃៅហើយក្នុងក្រសែភ្នែកនៃយោធាថៃវិញភូមាគឺជាមហាអំណាចយោធាដែលមិនចេះរាថយឡើយនិងមានយុទ្ធសាស្ត្រវិលុកកំណត់ខ្ពស់ដែលការនេះបានធ្វើឲ្យយោធាថៃតែងតែមានការញញើតមិនស្ទើរឡើយបើខ្លួនហ៊ានបង្កចំនួនទ្រង់ទ្រាយធំត្បិតពួកគេដឹងថាភូមានឹងមិនមែនជាដៃគូប្រកួតប្រជែងដែលងាយនឹងបង្ក្រាបនោះឡើយទោះបីជាកងទ័ពភូមិន្ទថៃមានគ្រឿងសព្វាវុធទំនើបដែលទិញពីសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសជឿនលឿននៅអឺរ៉ុបយ៉ាងណាក្តីប៉ុន្តែអ្វីដែលយោធាថៃខ្វះខាតខ្លាំងបំផុតនោះគឺបទពិសោធន៍ក្នុងការប្រយុទ្ធជាក់ស្ដែងត្បិតកងទ័ពថៃដែលតែងតែរវីរវល់អំពីរឿងនយោបាយក្នុងស្រុកគឺមិនសូវខ្វល់ឡើយពីការការពារទឹកដីហើយច្រើនតែមានជំនាញខាងធ្វើរដ្ឋប្រហារការបង្ក្រាបក្រុមបាតុករនិងការធ្វើសមយុទ្ធតាមសិភៅជាទ្រឹស្ដីប៉ុណ្ណោះផ្ទុយទៅវិញកងទ័ពភូមាត្រូវបានចាត់ទុកថាជាកងទ័ពដែលមានបទពិសោធន៍ប្រយុទ្ធដ៏ជោគជ័យបំផុតមួយក្នុងពិភពលោកត្បិតភូមាចរិតបណ្ដុំដោយជាតិសាសន៍ចម្រុះគ្នាជាង100តែងតែធ្វើសង្គ្រាមគ្នាឯងមិនចេះចប់រយៈពេល70ឆ្នាំកន្លងមកហើយគឺតាំងតែពីប្រទេសនេះទទួលឯករាជ្យពីអង្គារដំបូងមកម្លេះម្យ៉ាងទាហានភូមាភាគច្រើនជាទាហានព្រៃបានស្គាល់ភូមិសាស្ត្រច្បាស់ណាស់ស្គាល់យុទ្ធសាស្ត្រប្រយុទ្ធបែបផ្ទាល់ខ្លួននិងមានភាពស៊ាំក្នុងការបាត់បង់ជីវិតក្នុងសមរភូមិជាងពួកយោធាថៃលើពីនេះភូមាក៏មានគ្រឿងសព្វាវុធយន្តហោះចម្បាំងដ៏ពូកែខ្លាំងក្លាដែលទទួលបានពីរុស្ស៊ីនិងចិនរួមទាំងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបនិងប្រព័ន្ធមីស៊ីលចម្ងាយជិតល្មមដូចជាវ៉ាសង5និងវ៉ាសង6ដែលអាចបាញ់កំទេចដល់កណ្ដាលទីក្រុងបាងកកបានយ៉ាងងាយស្រួលដោយទទួលបានការអភិវឌ្ឍពីក្រេកខាងជើងផងដែរ
ដូច្នេះយោធាថៃប្រកាសជាដឹងយ៉ាងច្បាស់ថាបើត្រូវប្រឈមគ្នាទៅចុងកណ្ដុងមែននោះកងទ័ពថៃដែលប្រើតែជីវិតស៊ីវិល័យក្នុងទីក្រុងពិតជាមិនអាចតស៊ូជាមួយនឹងកងទ័ពភូមាដែលរឹងមាំដោយដៃថៃបាននោះឡើយដោយឡែកក្នុងជំរឿននៃភូមិសាស្ត្រនយោបាយជាមួយភូមាវិញថៃចាំបាច់ត្រូវតែដើរតួជាអ្នកសម្របសម្រួលជាជាងអ្នកបង្កសង្គ្រាមសួរថាតើហេតុអ្វីចម្លើយគឺភូមាជាច្រកយុទ្ធសាស្ត្ររបស់ចិនដើម្បីចេញទៅកាន់មហាសមុទ្រឥណ្ឌាតាមរយៈប្រព័ន្ធនៃមហាគម្រោងខ្សែក្រវ៉ាត់និងផ្លូវដែលទំនាក់ទំនងរវាងយោធាភូមានិងរដ្ឋការក្រុងប៉េកាំងគឺមានភាពស្អិតរមួតខ្លាំងថៃដឹងខ្លួនច្បាស់ថាបើខ្លួនហ៊ានបង្កសង្គ្រាមជាមួយភូមាគឺស្មើនឹងការប៉ះពាល់ដល់ប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ចិនដែលជាដៃគូសេដ្ឋកិច្ចដ៏ធំបំផុតរបស់ខ្លួនម្យ៉ាងវិញទៀតព្រំដែនថៃភូមាដែលមានប្រវែងជាង 2400 គីឡូម៉ែត្រគឺជាតំបន់យុទ្ធសាស្ត្រដ៏ស្មុគស្មាញដែលថៃបានប្រើប្រាស់ក្រុមជនជាតិភាគតិចតាមព្រំដែនធ្វើជារដ្ឋទ្រនាប់ដើម្បីការពារខ្លួនពីឥទ្ធិពលរបស់រដ្ឋអំណាចភូមាផ្ទាល់ប៉ុន្តែដើម្បីអាចរក្សាបាននៅតុល្យភាពរវាងរដ្ឋការក្រុងណៃពីដោនិងក្រុងអូទៀមបាសបាវថៃចាំបាច់ត្រូវតែមានទំនាក់ទំនងសម្ងាត់និងការយោគយល់គ្នាជាមួយមេទ័ពភូមាជានិច្ចធៀបពិតសេដ្ឋកិច្ចក៏ជាចំណុចស្លាប់ដែលធ្វើឲ្យថៃមិនហ៊ានបំពេញភូមាផងដែរប្រទេសថៃគឺពឹងផ្អែកយ៉ាងខ្លាំងលើអូស្មန်ធម្មជាតិពីភូមាដើម្បីផលិតអគ្គិសនីអូស្មန်ធម្មជាតិដែលបូមចេញពីដែនសមុទ្រភូមាដែលមានប្រភពពីតំបន់យ៉ាដាណា ហ្សទីកានិងម៉ូតាម៉ាត្រូវបានបញ្ជូនតាមបំពង់យកមកផ្គត់ផ្គង់ដល់រោងចក្រអគ្គិសនីនៅភាគខាងលិចនិងភាគកណ្ដាលនៃប្រទេសថៃរួមទាំងទីក្រុងបាងកកផងដែរដូច្នេះបើសិនជាមានចំនួនយោធាណាមួយហើយភូមាសម្រាប់ចិត្តប្រើប្រាស់ដង្កៀបសេដ្ឋកិច្ចបិទវ៉ាន់អូស្មန်នោះបណ្ដាញអគ្គិសនីរបស់ថៃនឹងត្រូវដួលរលំភ្លាមហើយរោងចក្រឧស្សាហកម្មអាចនឹងត្រូវបញ្ឈប់ការផលិតនោះសេដ្ឋកិច្ចថៃនឹងខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយថ្ងៃភាពពឹងផ្អែកយ៉ាងខ្លាំងលើធម្មពលនេះបានធ្វើឲ្យរដ្ឋាភិបាលនិងយោធាថៃចាំបាច់ត្រូវតែបន្ទាបខ្លួនជាអបបរមានិងរក្សាទំនាក់ទំនងល្អជាអតិបរមាជាមួយនឹងក្រុមមេទ័ពភូមិជានិច្ចទោះបីជាមានការរិះគន់ពីអន្តរជាតិយ៉ាងណាក៏ដោយម្យ៉ាងទៀតសម្រាប់មេទ័ពថៃភូមាគឺជាដៃគូរួមលាភសក្ការៈដ៏ធំធេងរបស់ខ្លួនត្បិតបណ្ដាញទំនាក់ទំនងរវាងអ្នកដឹកនាំយោធាក្រាក់នៃប្រទេសទាំងពីរគឺស្អិតរមួតណាស់ដូចបងប្អូនអញ្ចឹងមេទ័ពកម្ពុជារបស់ថៃនិងភូមាតែងតែមានការតាក់ទងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធត្បិតជាប្រវត្តិសាស្ត្រភូមានិងថៃរមែងមានវប្បធម៌យោធាស្រដៀងគ្នាដែលយោធាជាអ្នកកាន់កាប់លើអំណាចនយោបាយនិងការគ្រប់គ្រងសេដ្ឋកិច្ចជាដើមហើយទំនាក់ទំនងនេះបានបង្កើតឲ្យមានអាជីវកម្មប្រភេទជាច្រើននៅតាមតំបន់ព្រំដែនរាប់ចាប់តាំងតែពីការធ្វើអាជីវកម្មលើឈើប្រណិតត្បូងថ្មរហូតដល់ការវិនិយោគលើកាស៊ីណូនិងតំបន់សេដ្ឋកិច្ចពិសេសម្ល៉េះហើយការបង្កសង្គ្រាមវាមិនត្រឹមតែបំផ្លាញស្ថិរភាពនៃជាតិទាំងពីរតែប៉ុណ្ណោះនោះទេប៉ុន្តែវាក៏បំផ្លាញនៅប្រភពចំណូលដ៏មហាសាលរបស់បណ្ដាញយោធាជាន់ខ្ពស់ផងដែរហេតុដូច្នេះហើយទើបទោះបីជាមានការប៉ះទង្គិចលើតាមព្រំដែនក៏មានទ័ពទាំងសងខាងតែងតែលើកទូរស័ព្ទចរចាគ្នាដោយផ្ទាល់ដើម្បីបញ្ចប់បញ្ហាដោយស្ងាត់ជៀសវាងការផ្ទុះអាវុធទ្រង់ទ្រាយធំជានិច្ចសរុបមកក្នុងពិភពលោកដ៏ទំនើបនេះយោធាថៃពិតជាដឹងយ៉ាងច្បាស់ថាការប្រើប្រាស់កម្លាំងបាយនិងភាពប្រហើនអាចធ្វើទៅបានតែជាមួយដែរប្រទេសដែលពួកគេយល់ថាងាយស្រួលឬអន់ថយជាងខ្លួនប៉ុណ្ណោះប៉ុន្តែចំពោះភូមាវាគឺជាល្បែងដ៏មហាគ្រោះថ្នាក់ដែលអាចនាំមកនៅមហាអន្តរាយដល់ខ្លួនឯងទៅវិញទើបយុទ្ធសាស្ត្រអត់ធ្មត់និងទន់ភ្លន់របស់ថៃចំពោះភូមានេះគឺមិនមែនជាការគោរពដ៏ស្មោះត្រង់នោះឡើយប៉ុន្តែវាជាយុទ្ធសាស្ត្រជាក់ស្ដែងនិយមទេតើដើម្បីខ្លួនរស់និងដើម្បីរក្សាផលប្រយោជន៍ដ៏មហាសាលរបស់ពួកគេប៉ុណ្ណោះ